ភិជនម្នាក់មិនបញ្ចេញឈ្មោះចាញ់បោកជន់បរទេសស្បែកខ្មៅអស់លុយ7 លានដុល្លារដោយសារលាងលុយខ្មៅអ្នករកស៊ីចំនួនដ៏ធំម្នាក់មិនបញ្ចេញឈ្មោះបានចាញ់បោកជន់បរទេសស្បែកខ្មៅដោយសារតែចង់ចំណេញប្រាក់ខ្លាំងពេកដំបូងឡើយជនរងគ្រោះបានយកប្រាក់ចំនួន7 លានដុល្លារទៅលាងលុយខ្មៅដើម្បីចង់បានប្រាក់ចំណេញមកវិញ25 លានដុល្លារតែទីបំផុតត្រូវបានប្រាក់បបងថងកដាច់ពលគឺប្រាក់ដើមក៏អស់ហើយប្រាក់ដែលសង្ឃឹមថាចំណេញ25 លានដុល្លារនោះគឺជាលុយសែនខ្មោចទៅវិញលោករដ្ឋស្រីមានបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ហាញហេតុផលនៃការចាញ់បោកនោះថាល្បិចបោកបែបថ្មីនេះគឺជនបរទេសស្បែកខ្មៅតែ5នាក់បានតាក់ទងជាមួយអ្នករកស៊ីនៅស្រុកខ្មែរដោយសម្អាងថាពួកគេមានលុយប្រឡាក់ថ្នាំខ្មៅហើយត្រូវការលុយសុទ្ធខ្លះដើម្បីក្រឡុកលាយបញ្ចូលគ្នាបង្កើតបានជាលុយសុទ្ធដំបងជនរងគ្រោះបានសាកល្បងដាក់ប្រាក់$8,000ទៅក្នុងធុងខ្មៅនោះដោយក្រឡុកជាមួយម្សៅគីមីផលិតលុយបានមកវិញ$10,000មែនការវិនិយោគមានភាពរីកចម្រើនរហូតចុងក្រោយជនរងគ្រោះលេងមួយក្តារធំចុងក្រោយជនល្មើសប្រមូលលុយសុទ្ធទាំង$7 លានយកទៅអស់ទីបំផុតជនបរទេសស្បែកខ្មៅនោះត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបានហើយអរគុណច្រើនបងប្អូនទូតជនខ្ញុំបាទអនុញ្ញាតអាប់ដេតរឿងជាបន្តទៀតពាក់ព័ន្ធទៅនឹងម្ចាស់ក្រុមហ៊ុនដែលវិនិយោគបាទយកលុយប្រជាពលរដ្ឋហើយបានការប្រាក់ឯនោះហើយឥឡូវនេះត្រូវបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានបញ្ជូនទៅកាន់តុលាការបន្តដើម្បីធ្វើការសាកសួរទៅលើរឿងដែលឈប់បោកលុយបងប្អូនប្រជាពលរដ្ឋប្រមាណជាង$16 លានបាទហើយរូគេគឺមានឈ្មោះថាទូចសុភាពដែលជាស្ថាបនិកក្រុមហ៊ុនDB Green Long Life Cambodia បាទហើយដែលទីតាំងគេហ្នឹងនៅសង្កាត់ក្រាំងធ្នងខណ្ឌសែនសុខរាជធានីភ្នំពេញដើម្បីបញ្ជូនទៅអัยការអមសាលាដំបងរាជធានីភ្នំពេញធ្វើការសាកសួរពាក់ព័ន្ធទៅនឹងករណីឈប់បោកលុយបងប្អូនប្រជាពលរដ្ឋប្រមាណជាង$10 លាននោះក្រោមរូបភាពដាក់ទុនវិនិយោគអចលនទ្រព្យបាទអញ្ចឹងករណីនេះគឺបានដល់ដៃតុលាការហើយតុលាការកំពុងតែធ្វើការសាកសួរអាចនឹងមានការប្រកាសក្នុងការឃុំខ្លួនបណ្ដោះអាសន្នក្នុងកម្រិតមួយនៅពេលដែលតុលាការលោករកឃើញថាមានកំហុសខុសឆ្គងនិងបានប្រព្រឹត្តចំពោះការចោទប្រកាន់របស់តុលាការបាទប៉ុន្តែមើលទៅគេនោះដូចព្រមឲ្យមានការអនុវត្តច្បាប់ឲ្យមើលទៅដូចជាទឹកមុខក៏ដូចជារូបភាពផ្សេងនោះដូចថាអត់ដឹងថាត្រូវដោះស្រាយមិនខ្មិចអស់លេងហ្នឹងមានតែចូលតុលាការហើយមិនដឹងថាលុយប្រមាណជាជាង10 លានហ្នឹងយកធ្វើអីគឺខ្លះទេអាហ្នឹងក៏យើងមិនដឹងដែរបាទសង្ឃឹមថាតុលាការលោកនឹងផ្ដល់ជាយុត្តិធម៌ជូនទៅដល់បងប្អូនប្រជាពលរដ្ឋបើតាមដំណឹងឮដូចជាជិត2000នាក់ដែលមានការប៉ះពាល់ទៅនឹងការវិនិយោគអចលនទ្រព្យបានការប្រាក់ហ្នឹងបាទរូបភាពហ្នឹងអញ្ចឹងអ្វីដែលបងប្អូនប្រជាពលរដ្ឋចង់ដឹងឆ្ងល់ខ្ញុំក៏ខ្លួនឯងក៏ឆ្ងល់ដូចគ្នាដែរអារឿងលុយហ្នឹងនៅពេលដែលសួរនាំថាលុយយកទៅណាក៏គោកក្តីនេះទៅទិញឡានទំនើបទៅទិញមាសទៅទិញពេជ្រឬក៏យ៉ាងណាអាពេលមើលទៅរូបរាងដូចជាមិនឲ្យលេចធ្លោប្រហែលឯអោបដៃទទួលយកគ្រប់យ៉ាងអានេះគាត់មើលរូបភាពណាអីក៏ទទួលយកគ្រប់យ៉ាងបើឯងនិយាយមិនបងប្អូនប្រជាពលរដ្ឋជេរថាស្ដីឲ្យមិនកុំឲ្យតែអំពើសាចាហើយគាត់ប្រើពាក្យទៅថាបើបងឯងអំពើសាខ្ញុំក៏របួសប៉ុន្តែមកឯងក៏រួចខ្លួនដែរគេអ្នកច្បាប់ដែរបើនិយាយទៅអ្នកច្បាប់ណាគេចេញមកយើងយល់ហ្មងគេអ្នកច្បាប់គេយល់ច្បាប់ហ្មងបាទអញ្ចឹងបងប្អូនប្រជាពលរដ្ឋគាត់យល់ដែរគាត់ទៅអំពើសាគាត់និយាយពីហេតុហើយផលបាទពេលឃើញអញ្ចឹងស្មាតទោះខ្ញុំបើសិនជាដាក់វិនិយោគលុយរាប់ម៉ឺនរាប់សែនដុល្លារអញ្ចឹងគាត់ទៅឃើញមុខស្ថាបនិកហ្នឹងអស់អារម្មណ៍នឹងទទួលបានលុយបាត់ហើយបាទមិនមែនថាអីទេប៉ុន្តែយ៉ាងណាមិញរឿងដោះស្រាយតាមផ្លូវច្បាប់សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងទទួលបានអ្វីដែលគាត់ចង់បានចា៎ព្រោះតែពេលនេះបងប្អូនប្រជាពលរដ្ឋដែលគាត់ចង់បានអនុវត្តទៅចោះប៉ុន្តែសំខាន់ការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋព្រោះថាលុយមិនតិចទេប្រហែលជា$16 លាននោះហើយប្រហែលជា2000អ្នកបាទដែលទទួលរងនៅផលប៉ះពាល់ហើយគាត់លើកឡើងឲ្យថាលុយទាំងអស់នេះមិនមែនគាត់រកបានស្រួលទេអ្នកខ្លះក៏ទៅខ្ចីលុយទៅនេះគេអ្នកខ្លះក៏ទៅខ្ចីដាក់បុលដីលក់ផ្ទះអីចឹងទៅដើម្បីវិនិយោគបាទអចលនទ្រព្យឲ្យបានការប្រាក់វារូបភាពតែមួយទេបាទអញ្ចឹងបងប្អូនគាត់ក៏បានយល់ច្រើននៅពេលដែលយើងផ្សព្វផ្សាយព័ត៌មានច្រើនដែរទៅនឹងក្រុមហ៊ុនជាសរនពិភពដីមាសលេងចណាយជាដើមនោះឥឡូវមកចូលទៅដល់ក្រុមហ៊ុននេះបន្ថែមទៀតបាទព្រោះឯស្ថាបនិកនេះមិនមែនមានគាត់តែម្នាក់ទេអាចនឹងមានអ្នកពាក់ព័ន្ធហើយសមត្ថកិច្ចក៏លោកកំពុងតែធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ដែរព្រោះថាវាជាទុកកង្វល់បងប្អូនប្រជាពលរដ្ឋបើសិនជាមិនមានការដោះស្រាយបងប្អូននៅតែបន្តក្នុងការតវ៉ាអញ្ចឹងបាទតែកាលណាតវ៉ាច្រើនដងវាអាចនឹងឡើងទៅដល់ថ្នាក់លើបាទព្រោះថាមែនតែនតាមយុទ្ធសាស្ត្រដឹកនាំរបស់សម្ដេចមហាបវរធិបតីសម្ដេចបន្តអន្តរាគមន៍ភ្លាមទេឲ្យថ្នាក់ក្រោមដោះស្រាយសិនចាបាទដោះស្រាយឲ្យបានក្នុងកម្រិតណាបើថាដោះស្រាយមិនចេញអានឹងចំគិតទៀតចាដោះស្រាយអស់ពីសមត្ថភាពចា
គុណច្រើនបងប្អូនទូនជនមានតែប៉ុណ្្នឹងទេប៉ុន្តែតឡាការលោកមិនទាន់សម្រេចថាឃុំខ្លួនបណ្ដោះអាសន្នឬក៏យ៉ាងណាពីព្រោះថាម្សិលមិញនេះស្ថិតក្នុងការសាកសួរអំពីបទល្មើសឆបបោកលុយបងប្អូនប្រជាពលរដ្ឋក្នុងការវិនិយោគចលនាទ្រព្យបានការប្រាក់ប្រមាណជាង$10 លានឯនោះបាទចានេះខ្ញុំដូចជាអស់ហើយលោកសំណាងនៅពីររឿងអស់ហើយចាហើយលឿនមែនខ្ញុំឃើញលើពីររឿងខ្ញុំទៅបានមួយរឿងហ្នឹងទស្សនិកជនព័ត៌មានជាបន្តនេះក៏ចាប់អារម្មណ៍ទៅនឹងខេត្តសៀមរាបខេត្តសៀមរាបនិយាយរួមទៅគឺជាខេត្តដែលតំបន់ទេសចរច្រើនមិនថាតែភ្ញៀវជាតិទាំងភ្ញៀវអន្តរជាតិទេអញ្ចឹងរូបភាពក្នុងប្រការណាមួយចេញទៅក៏វាត្រូវតែពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយគាត់ប្រព្រឹត្តខុសហើយគាត់ថតវីដេអូហើយគាត់ផ្សព្វផ្សាយនៅលើបណ្ដាញសង្គមថែមទៀតគាត់គិតថាគាត់ធ្វើបែបហ្នឹងវាត្រូវពីដំបូងឡើយគាត់ធ្វើបែបហ្នឹងគាត់គិតថាគាត់ត្រូវនេះបរិសម្នាក់នេះគាត់ទៅវាយស្ត្រីជាអ្នកសុំធានបាទហើយដូចជាមានកូនតូចថែមទៀតនឹងអង្គុយមុខម៉ាត7-11ហើយពេលហ្នឹងបើតាមចម្លើយសារភាពរបស់បរិសម្នាក់នេះដែលគេជាម្ចាស់កណនីឈ្មោះថា Robito បាទ Robito ដែលគាត់បានលើកឡើងថាពីថ្ងៃនោះគាត់ថាដូចជាអត់មានអីជាធំដុំអីទេគាត់ឃើញស្ត្រីកូនខ្ចីពើកូនហើយសុំទានសុំលុយនៅមុខ 7-11 បាទបើឈ្មោះពេញគេឈ្មោះក្នុងជីជាតិទៅមកឈ្មោះលេងថារ៉ូឈ្មោះ Facebook Robito បាទដែលគាត់វាយស្ត្រីសរសៃខ្ចីនឹងហើយពីបេដៃហើយថតបង្ហោះក្នុង Facebook ក្នុង TikTok ថែមទៀតវាមើលរូបភាពវាលេពេកប៉ុន្តែបច្ចុប្បន្ននេះគឺខ្វល់ខ្លួនអ្នកដែលពិតអំពើហិង្សាទៅលើស្ត្រីម្នាក់នេះហើយប៉ុន្តែសមាជិកនៅខាងខេត្តសៀមរាបបាទដឹកនាំដោយលោកឧត្តមសេនីយ៍តូហ៊ុនសុធីលោកក៏បានស្នើសុំឲ្យមានការស្វែងរកស្ត្រីខាងលើនេះដើម្បីមកដាក់ពាក្យបណ្ដឹងដើម្បីជាបន្ទុកបាទព្រោះថាបើតាមចម្លើយសារភាពរបស់អ្នកដែលបង្កហិង្សានេះឈ្មោះលេងថារ៉ូភេទប្រយុ23ឆ្នាំដែលជាម្ចាស់ករណីឈ្មោះ Robito នេះគាត់ថាពេលថ្ងៃកើតហេតុតែពិតគាត់នៅពេញតែគាត់ទៅលេងសៀមរាបមកទៅគាត់ថាឃើញស្ត្រីខាងលើហ្នឹងសំទាននៅមុខ 7-11 មិនដឹងទាស់ភ្នែកគាត់ឬក៏គាត់មិនពេញចិត្តឲ្យមិនទេបែរទៅជាមកសួរនាំឲ្យអាពេលស្ត្រីខាងលើហ្នឹងគាត់សរសៃខ្ចីផងហើយគាត់នៅថាគាត់សុំតែហ្នឹងគាត់អង្គុយតែហ្នឹងគាត់ទៅណាទេនៅពេលដែលនិយាយចេះមួយចេះពីរអញ្ចឹងទៅអាពេលគេនេះគេអត់ពេញចិត្តបាទមិនដឹងសវេតរបស់គាត់ឬក៏មិនយើងក៏មិនដឹងណាទៅផ្លូវគាត់ឬក៏មិនក៏បង្កហិង្សាទៅដល់ស្ត្រីខាងលើនេះផ្ទះពីបេដៃឲ្យជេរប្រមាថមិនដឹងជេរអីគេខ្លះទេហើយសំខាន់នោះយកអាឃ្លីបវីដេអូហ្នឹងទៅបង្ហោះជាសាធារណៈថែមទៀតបាទក្រុមការងារជួយដាក់បន្លឺឲ្យខ្លាំងតិចកន្លែងនេះរូបភាពមើលទៅមិនដាក់កន្លែងហ្នឹងទៀតក៏បានដែរព្រោះអីវាមើលទៅវាអាក្រក់មើលពេកមាន3ទាំងកូនហើយមានទាំងក្មេងនៅក្បែរហ្នឹងប្រហែលជាកូនគាត់មួយទៀតបាទហើយមិនបានទៅជាបង្កហិង្សាបែបហ្នឹងទៅលើបើទោះបីជាគាត់ជាអ្នកសុំទានប៉ុន្តែគាត់ក៏មានសិទ្ធិរស់រាននៅក្នុងសង្គមដែរបាទប៉ុន្តែគាត់ថាក្នុងកម្រិតបើសិនជាគាត់ទៅសុំលុយយើងបង្កឲ្យវាប៉ះពាល់បៀតបៀនទៅលើយើងឬក៏ធ្វើឲ្យយើងមួម៉ៅក្នុងកម្រិតណាមួយបាទធម្មតាអ្នកសុំទានខ្លះចឹងមែនណាបាទនិយាយឲ្យចំទៅនៅតែខ្មៅនេះបើគាត់đangអង្គុយហូបអី10នាទីឬក៏កន្លះម៉ោងគាត់អ្នកសុំទាន4ទៅ10នាក់ទៅហើយចាឬក៏ឡើងទៅលើហ្នឹងក៏អាចថាបានដែរអ្នកធ្លាប់លេងខ្ញុំក៏ធ្លាប់បោះចូលនៅក្នុងក្រុមបងប្អូនប្រជាពលរដ្ឋខ្មៅដែរហើយបងប្អូនក៏គាត់ថាអញ្ចឹងមែនមួយរយៈចុងក្រោយនេះដោយសារតែនៅពេលដែលWall Street នេះមិនឲ្យអ្នកសុំទានទៅក្នុងនឹងបានទេអាពេលបិទថ្ងៃសៅរ៍អាទិត្យមកក្នុងទឹកខ្មៅនេះវិញមកក្នុងថ្មប៉ុន្តែអាញាធរក្នុងទឹកខ្មៅក៏លោកបានចាត់វិធានការណែនាំដែរប៉ុន្តែវាពិបាកដែរនិយាយបើអត់ស្ដាប់ផងហ្នឹងនៅតែអត់ស្ដាប់ហើយអ្នកខ្លះគាត់សុំហើយគេអត់ឲ្យនៅតែសុំនៅតែឈរត្រឹងណាម្ដងហើយយើងហូបអីចូលចាបាទអាពេលមកស្ទុះឡើងមានក្មេងមកទៀតដែរមានក្មេងមកសុំទឹកអាយើងទឹកកូកាទឹកយើងហូបមិនទាន់តែបានមកអត់ពីក្អឹកគាត់សុំលុយអត់បានហើយគាត់សុំអានឹងហូបថាអូថាពងហូបមិនទាន់បានអីផងឥឡូវយកលុយទៅព្រោះខ្ញុំសុំអានឹងមកអាចចាក់ថ្មីទៅឌីបើយើងចាក់ថ្មីទៀតចាបែបហ្នឹងថាអូអញ្ចឹងគាត់ថានិយាយរួមទៅរត់តែអង្គុយឲ្យវាជុំរួយគ្រួសារហូបឲ្យបានឆ្ងាញ់មាត់បន្តិចវាបានងាកមានអ្នកសុំទានងាកមានអ្នកសុំទានអានេះវាជារឿងមួយមិនមែនថាយើងទៅកំណាញ់ឬក៏ចិត្តវាមិនល្អឬក៏មិនបើកចិត្តឲ្យទលាយទេប៉ុន្តែពេលខ្លះវាច្រើនពេកវាហួសហេតុពេកយើងអង្គុយក៏ពិបាកដែរធម្មតាយើងទៅបែបចៅរលែកឬក៏ជុំគ្រួសារទៅលេងមាត់ទន្លេទៅលេងសួនច្បារហូបអីហូបនេះតិចតួចអញ្ចឹងទៅប៉ុន្តែមិនទាន់បានហូបចូលមាត់បាន1ម៉ាត់2ម៉ាត់ផងមានអ្នកសុំទានចាគាត់មកឈរនៅក្បែរនឹងអានេះវាជាការរំខានអារម្មណ៍ប៉ុន្តែបើក្នុងករណីដែលគាត់សុំតែគាត់ទេអ្នកឯងចង់ឲ្យមិនឲ្យអ្នកឲ្យក៏ឲ្យហើយអាពេលទៅរករឿងគាត់នឹងខុសហើយបាទជារឿងរបស់យើងឯងបងប្អូនយើងចង់ឲ្យក៏បានមិនឲ្យក៏បានដែរព្រោះគាត់អត់មានប្រធ្វើអីយើងបានទេចាបាទអញ្ចឹងករណីនេះគឺមានការបញ្ជាដោយផ្ទាល់តែម្ដងពីលោកឧត្តមសេនីយ៍តូហ៊ុនសុធីក្នុងការនគរបាលខេត្តសៀមរាប
ហើយក៏មានការសម្របសម្រួលនីតិវិធីពីអាយដាមមាសច័ន្ទពិសិដ្ឋព្រះអាជ្ញានៃអាយកាអមសាលាដំបងខេត្តសៀមរាបហើយអ្វីដែលជាការនាំខ្លួនបុគ្គលខាងលើនេះគឺធ្វើឡើងនៅឯរាជធានីភ្នំពេញនេះបាទដោយសារតែគាត់ឡើងមកភ្នំពេញហើយគាត់ក៏មានការស្នាក់នៅភ្នំពេញដែរហើយក៏គាត់ខ្លួនបានបាទនៅវេលាថ្ងៃទី10បាទគាត់ខ្លួនបាននាំមកកន្លែងណាថ្ងៃទី22មេសាបាទថ្ងៃទី22មេសានៅភ្នំពេញបាទនៅភ្នំពេញឥឡូវនេះប្រហែលជានាំទៅខាងសៀមរាបវិញដើម្បីពុំចាស់សំណុំរឿងដើមនៅនោះរូបភាពមានការចាប់អារម្មណ៍នៅទីតាំងកន្លែងនោះបាទអញ្ចឹងបងប្អូនទស្សនិកជនរូបភាពនេះខ្ញុំមើលក៏អាណិតដែរទោះបីជាគាត់ជាអ្នកសំទានឬក៏ក្នុងប្រការណាមួយប៉ុន្តែមើលទៅរូបភាពនេះទៅវាយគាត់អញ្ចឹងទៅធ្វើបាបគាត់អញ្ចឹងក៏អត់កើតដែរហើយសំខាន់សរសៃខ្ចីណាបងប្អូនទៅកើតកូនង៉ែតផងនេះពេលតែអញ្ចឹងវាអត់បានទេបាទអញ្ចឹងអ្វីដែលសំខាន់គឺកំពុងតែស្វែងរកស្ត្រីដែលត្រូវបានគេវាយប្រើហិង្សាហ្នឹងដើម្បីគាត់ដាក់វាមិនដឹងដើម្បីជាបន្ទុកទៅលើជនសង្ស័យទស្សនិកជនជាទីគោរពនិងជាទីមេត្រីឃើញថាពេលវេលានៅក្នុងវគ្គទី2ដល់ពេលសម្រាប់សូមអនុញ្ញាតសម្រាប់បន្តិចសិនជួបគ្នានៅវគ្គទី3បន្តិចទីនេះសិត